លើកទី1ដែលជីម្នាក់ឯងឧបបនឹងចឹងប៉ាគេបញ្យល់រៀបរាប់ប្រាប់ណាឲ្យជីរបៀបម៉េចព្រោះដងចេះជីជាមួយបើកឲ្យចឹងណាដែលលើកនេះជីម្នាក់ឯងរៀងខ្លាចជីអត់ទៅទៅមុខម៉ានទេវល់តិចខ្លាចប៉ះគេហើយឧបបហ្នឹងម៉ាស៊ីនរៀងទូចទេកុំក្មេងជីអត់អីមានបញ្ហាអីទេតែដល់ពេលហើយបន្ទាប់ពីប្រហែលនាទីក្រោយមកជីចាក់គួរពេញហ្នឹងមិនត្រឹមចឹងឯងមើលឆ្លើយលើកជើងជីទៀតគេជីស្ទាត់ហើយដល់ពេលចេះអត់ចង់ជីនឹងដោយសារនេះចង់មកលោតអានេះហើយខាងគេនេះគេមកចងខ្សែចងអីឲ្យលោតចឹងតែសម្រាប់ចាំងឡុងវិញអត់ចង់ជីហេច្អល់អានេះច្អល់អានោះតែដល់ពេលមកអង្គុយមើលឃើញចេះលោតទៅដូចរៀងតំណងដែរចេះគេប្រាប់ថាអូយលោតសុបាយមកជីជាមួយមកលោតជាមួយមកបន្ទាប់មកលោតដែរហើយជីអបបហើយដល់ពេលចឹងសូមជើងរៀងទៅទឹកដល់ពេលលោតទៅមានសូវចំណាប់ចំនួនដូចចេះណាហើយដល់ពេលគេឃើញចេះលោតដូចខ្ពស់ដល់ពេលខ្លួនឯងលោតអត់សូវខ្ពស់សោះលោតដូចរៀងទៀបញិចអត់ទៅចេះលោតគេនោះគេចេះលោតអីគេលោតបានសុបាយដល់ពេលហើយចឹងទៅទាប៉ាសុំឈប់វិញលោតមិនបានខ្ពស់ដូចគេតែសុំតសាដែររបស់លេងអីក៏ហ៊ានដែរណាអត់យំទេហើយមកដល់កន្លែងនេះវិញត្រូវចិត្តគេបាច់ហ្មងរឿងបាញ់កំភ្លើងបាញ់នេះបាញ់នោះមើលអង្គុយអត់ទាំងដល់តក៏អីទៀតហើយដល់ពេលឥឡូវមកគប់បៃប៉ោងគប់ត្រូវទៀតណាគប់តែម្ដងត្រូវហ្មងគប់គេមានព្រួយគប់ប្រមាណព្រួយទេដូរបានរបស់តុក្កតាដូរបានអីចឹងតែយើងនេះគប់មិនទៅបានចំល្អដូរបាននំហើយដល់ពេលចឹងខ្ញុំថាអត់ឲ្យញ៉ាំទេព្រោះអីនំក៏ចប់ណាពុំក៏អត់សូវល្អដែរចឹងឲ្យទុកយកទៅទាហើយនោះលោតឲ្យចុកជើងប៉ាគេពឥឡូវមកញ៉ាំអីនៅហាងបឹងកងហើយហាងនេះគេរៀងស្ងាត់ស្ងៀមមិនទៅមាត់ឡូឡាអ៊ូអអីទេហើយកូនខ្ញុំឡូឡាពេកពិបាកពេកឲ្យមើលទូរស័ព្ទព្រោះសបបរទេស